មានបញ្ហាអីអន្តោប្រវេសន៍មានបញ្ហាអន្តោប្រវេសន៍អត់មានបញ្ហាទេមនុស្សទេដែលមានបញ្ហាតើមានបញ្ហាស្អីអន្តោប្រវេសន៍មានបញ្ហាអត់ទេនោះទើបមានបញ្ហាបែបនេះយូរណាស់មកហើយលោកនៅដល់បន្ទាប់ពីលោកបានរៀបការហើយណាយល់ហើយប្រពន្ធមានផ្ទៃពោះកាន់តែភ័យខ្លាចចឹងហើយតើលោកខ្លាចស្អីខ្លាចស្លាប់ខ្ញុំខ្លាចថាខ្ញុំមិនអាចឃើញមុខកូនស្រីខ្ញុំធំដូចគេនេះ7ឆ្នាំហើយណាមកឡានជួសជុលរួចហើយខ្ញុំចង់សួរលោកមិនឆ្លើយក៏បានដែរបន្តមកទៀតលោកចង់ធ្វើស្អីពួកយើងអាចធ្វើអ្វីបានទៅខ្ញុំរើសយកការឆ្លើយសំណួរលោកកុំនិយាយដើមគេច្រើនពេកការធ្វើអន្តោប្រវេសន៍ដោយសន្តិភាពមិនបាច់ទេប្រពន្ធខ្ញុំទៅមើលពូននៅថ្ងៃសែងតើអ្នកបាក់ឡានទៅមើលនាងហើយយកនាងមកវិញឡោតើលោកមានបញ្ហាអ្វីទេមិនអីទេអរគុណនាងហើយលោកមើលសារខ្ញុំជាមុនសិនទៅពួកយើងនឹងប្រើលេខទូរស័ព្ទអាមេរិកខាងត្បូងចែកចាយពាណិជ្ជកម្មនេះទៅកាន់អាស៊ីទាំងអស់ការចែកចាយនេះលេខឡើងម្ដងម្កាលដែរអ្នកដែលស្គាល់ទំនិញនឹងយល់គ្រាន់តែចុចលើ URL នេះកម្មវិធីមេរុកនឹងត្រូវបានដំឡើងដោយស្វ័យប្រវត្តិហើយទៅដល់ម៉ោងបើកទូរស័ព្ទភ្ជាប់ទៅនឹង Danet របស់ពួកគេធ្វើបានឡោះអាឡូអត់ទៅអ្នកស្រីលីងមានការវាការបដអសន្នមួយការណាត់ជួបរបស់អ្នកស្រីគឺរយៈពេល2ម៉ោងទៀតយល់ព្រមអត់បញ្ហាទេតែការិយាល័យមេធាវីទេអេមិនបានចាអូនមកទីនេះការណាត់ជួបពន្យាពេល2ម៉ោងទៀតប្រាប់បងមកអូនទៅបន្ទប់ទឹកសិនបងទៅជាមួយចាំបន្តិចទៅបងទៅជាមួយអូនដែរអូខេលោកលីងលោកស្រីលីងអាចទៅបានហើយទីបំផុតបានបង្ហាញខ្លួនហើយលោកចង់ចេញទៅយប់ទេត្រូវហើយឧទាហរណ៍ត្រូវរកចាំខ្ញុំអាចចាំបាន
ឯងនឹងខ្វាក់ភ្នែកទៀត